សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកមើលល្បិចអ្នកម៉ាក់សម័យថ្មីមើលដែលហ៊ានដាក់ថ្នាំបង្កាត់ភ្លើស្នេហ៍បង្ខំឲ្យកូនប្រុសមហាស្ថិនិងស្រីស្អាតត្រូវមកដេកបន្ទប់ជាមួយគ្នាទាំងមិនដឹងខ្លួនតើល្បិចនេះនឹងទៅជាយ៉ាងណាតោះតាមដានមើលទាំងអស់គ្នារឿងរ៉ាវចាប់ផ្ដើមឡើងនៅពេលដែលកានជឺនាំមិត្តប្រុសរបស់នាងគឺសេវធានមកជួបម្ដាយនៅផ្ទះជាលើកដំបូងដើម្បីកុំឲ្យម្ដាយស្ដីបន្ទោសពួកគេបានរៀបគម្រោងភូតកុហកថាទើបតែស្គាល់គ្នានៅក្រុមហ៊ុនបានមួយឆ្នាំប៉ុណ្ណោះប៉ុន្តែអ្វីមិនរលូនឡើយនៅពេលដែលប្អូនប្រុសរបស់កានជឺបង្ហាញខ្លួនមកទាំងងឿងឆ្ងល់ហើយនិយាយថាយើងដូចជាធ្លាប់ជួបគ្នានៅឯណាទេបងរំលឹកអតីតកាលស្នេហាលួចលាក់តាំងពីវិទ្យាល័យការពិតទៅពួកគេទាំងពីរបានលួចស្រឡាញ់គ្នាតាំងពីនៅរៀនវិទ្យាល័យមកម្លេះកាលនោះសេវធានគឺជាមិត្តរួមតូចដែលតែងតែលួចផ្លោះរបងចូលផ្ទះកានជឺនៅពេលយប់ដើម្បីយកដំឡូងដុតក្តៅមកឲ្យនាងនិងសុំឲ្យនាងជួយបង្រៀនមេរៀនសូម្បីតែពេលម្ដាយចូលមកឆែកក្នុងបន្ទប់ក៏ពួកគេត្រូវលាក់ខ្លួនយ៉ាងភ័យខ្លាចដែលការពុះពៀនិងការភូតកុហកដើម្បីស្នេហារហូតដល់ចូលសាកលវិទ្យាល័យម្ដាយរបស់កានជឺនៅតែហាមឃាត់មិនឲ្យមានស្នេហាព្រោះខ្លាចខូចការរៀនសូត្រកានជឺក៏បានបន្តភូតកុហកម្ដាយថាគឺស្នេហាអីឆ្កែក៏មិនព្រមស្រឡាញ់ដែរតែការពិតពួកគេបានលួចតាក់ទងគ្នា4ឆ្នាំពេញនៅមហាវិទ្យាល័យតែមួយសូម្បីតែពេលចេញធ្វើការពួកគេក៏លួចជួបផ្ទះនៅជាមួយគ្នាដោយភូតម្ដាយថាស្នាក់នៅជាមួយមិត្តស្រីរួមការងារទៅវិញអាចកំបាំងដែលម្ដាយដឹងគ្រប់យ៉ាងត្រឡប់មកបច្ចុប្បន្នវិញម្ដាយរបស់កានជឺបានសួរសំណួរចាក់ដោតដែលធ្វើឲ្យពួកគេបែកញើសជោគខ្លួនម្ដាយបានសួរថាអ្នកដែលផ្លោះរបងយកអីឲ្យកានជឺញ៉ាំរាល់យប់ជាឯងមែនទេអ្នកដែលរៀនជាមួយគ្នានៅមហាវិទ្យាល័យ4ឆ្នាំជាឯងមែនទេហើយមិត្តស្រីរួមការងារដែលនៅផ្ទះជួលជាមួយកូនស្រីខ្ញុំក៏ជាឯងដែរមែនទេនៅពេលសេវធានទទួលស្គាល់ការពិតថាពួកគេស្រឡាញ់គ្នា7ឆ្នាំមកហើយម្ដាយមិនត្រឹមតែមិនខឹងតែបែរជាញឹមហើយសេវធានឲ្យនៅហូបបាយជុំគ្នានិងធ្វើនំអំប៉ាវជាមួយគ្នាទៀតផងនេះសបញ្ជាក់ថាទឹកចិត្តម្ដាយដឹងគ្រប់យ៉ាងគ្រាន់តែគាត់រងចាំថ្ងៃដែលកូនមានភាពចាស់ទុំនិងហ៊ាននិយាយការពិតតែប៉ុណ្ណោះសេវធានបានដើរមកបង្អួតអាំងប៉ាវលុយរាយពេញដៃរួចសើចចំអកឲ្យកានជឺដែលមានអាំងប៉ាវតែមួយកញ្ចប់គត់គេរាប់បង្អួតតាំងពីលុយ1រៀល5រៀលរហូតដល់20រៀលទាំងទឹកមុខមានមោទនភាពបំផុតតែដល់ពេលកានជឺហុចអាំងប៉ាវរបស់នាងឲ្យមើលវិញសេវធានសឹងតែគង់បេះដូងព្រោះអាំងប៉ាវតែមួយនោះគឺជាបាច់លុយដុំយ៉ាងក្រាស់ដែលច្រើនជាងលុយរាយរបស់គេរាប់រយដងធ្វើឲ្យម្នាក់ភៀងសឹងមិនជឿនឹងភ្នែកថាអ្នកមានតែមួយកញ្ចប់បែរជាអ្នកមានទ្រព្យពិតប្រាកដក្រៅពីសម្រស់ដ៏ទាក់ទាញកានជឺក៏មានចរិតពិសេសដែលធ្វើឲ្យមិត្តប្រុសហួសចិត្តមិនស្ទើរនៅខាងក្រៅនាងគឺជាស្រីស្អាតម្នាក់ដែលអៀនប្រដកសូម្បីតែមាត់ក៏មិនហ៊ានហានិយាយជាមួយអ្នកដទៃប៉ុន្តែគ្រាន់តែឈានជើងចូលដល់ផ្ទះភ្លាមនាងប្រែរូបរាងជាកមេបញ្ជាការចាត់ចែងប្រាមិត្តប្រុសសពគ្រប់បែបយ៉ាងតាំងពីបោះផ្ទះដល់បោះសម្រាមអ្វីដែលកាន់តែសាហាវគឺជំនាញខាងអង្កេតការណ៍តាមដាន Facebook មិនឲ្យមិត្តប្រុសដ៏ឃ្លារួចឡើយទោះត្រូវនាងប្រើអំណាចដាក់យ៉ាងណាក៏ដោយក៏មិត្តប្រុសម្នាក់នេះនៅតែស្ម័គ្រចិត្តចុះចាញ់ក្រោមហិទ្ធិរិទ្ធមិត្តរីរូបនេះរហូតទៅរឿងរ៉ាវបានបកក្រោយទៅកាន់គ្រាដំបូងបំផុតនៅពេលដែលអ្នកម្ដាយទាំងសងខាងធ្វើដំណើរកម្សាន្តទៅកាន់អឺរ៉ុបហើយទុកឲ្យកានជឺនិងសេវធានរស់នៅក្រោមដំបូលផ្ទះតែមួយទោះបីជាចាស់ទុំចង់ឲ្យពួកគេមើលថែគ្នាដូចបងប្អូនបង្កើតប៉ុន្តែសម្រាប់សេវធានគេមិនដែលពេញចិត្តនឹងតំណែងក្បងប្រុសនេះឡើយព្រោះតាំងពីដឹងក្តីមកក្នុងក្រសែភ្នែករបស់គេមានតែកានជឺម្នាក់គត់ហើយគេក៏បានសន្យានឹងខ្លួនឯងថានឹងធ្វើជាអ្នកការពារនាងអស់មួយជីវិតការយល់ច្រឡំដែលឈឺចាប់ភាពតានតឹងបានកើតឡើងនៅពេលដែលកានជឺបានទិញអាវយឺតកីឡាបាល់បោះបែដ៏ស្រស់ស្អាតមួយរួចនិយាយទាំងអៀនថាអាវនេះគឺសម្រាប់បុរសម្នាក់តែខ្ញុំស្រឡាញ់បំផុតសេវធានបានត្រឹមឈរអន់ចិត្តនឹងប្រច័ណ្ឌសឹងផ្ទុះទ្រូងព្រោះគេស្មានថាកានជឺលួចស្រឡាញ់មិត្តភក្តិរបស់គេម្នាក់ឈ្មោះស៊ូជាចំណែកឯកានជឺវិញក៏តូចចិត្តមិនស្ទើរដែរនៅពេលឃើញសេវធានអង្គុយញឹមដាក់ទូរស័ព្ទម្នាក់ឯងទាំងមិនដឹងថារូបភាពដែលគេកំពុងមើលទាំងក្តីសុខនោះគឺជារូបថតលួចថតរបស់នាងតាំងពីនៅរៀនឡើយការលាតត្រដាងការពិតនៅលើទីលានក្នុងថ្ងៃប្រកួតបាល់បោះសេវធានបានសម្រិតសម្រាំងរៀបចំខ្លួនយ៉ាងខ្លាំងសូម្បីតែពុកចង្ការដែលកានជឺមិនចូលចិត្តក៏គេក៏ចេញឲ្យស្អាតបាតព្រោះគេចង់ក្លាយជាបុរសស្អាតសង្ហាក្នុងក្តីស្រមៃរបស់នាងភាពពិតត្រូវបានលាតត្រដាងនៅពេលដែលស៊ូជាបានដើរមកសឹបប្រាប់កានជឺថាក្មេងស្រីដែលសេវធានស្រឡាញ់មុខងល់អស់7ឆ្នាំគឺមានសក់វែងមុខមូលក្រឡង់និងចូលចិត្តស្លៀកសំពត់ខ្សែដុំម្នាក់នោះគឺឯងនឹងហើយវិនាទីនោះកានជឺស្រឡាំងកាំងនិងរំភើបសឹងតែទប់ទឹកភ្នែកមិនជាប់ព្រោះមនុស្សដែលនាងលួចស្រឡាញ់ក៏កំពុងរងចាំនាងដូចគ្នាវគ្គបញ្ចប់មិនមែនបងប្រុសតែគឺជាសង្សារអមតៈកានជឺបានដើរទៅរកសេវធានរួចសួរទាំងសំឡេងញ័រថាចុះបងមិនដែលស្អប់ខ្ញុំទេអីបងមិនចង់ធ្វើបងប្រុសល្អរបស់ខ្ញុំទេអី
សេហ្វធានមិនឆ្លើយតែបានទាញនាងមកអបយ៉ាងណែនក្នុងរង្វង់ដៃដ៏កក់ក្ដៅរួចពោលពាក្យយ៉ាងម៉ឺងម៉ាត់ថាកូនអ្នកណាគេចង់ធ្វើបងប្រហែងក្នុងโลกនេះមានតែឯងម្នាក់គត់ដែលខ្ញុំចង់បានធ្វើជាសង្សារនិងជាគូជីវិតអាវយឺតលេខ30ដែលជាតំណាងនៃក្តីស្រឡាញ់ទីបំផុតបានទៅដល់ដៃម្ចាស់ពិតប្រាកដហើយស្នេហាដែលលាក់ទុកអស់រយៈពេល7ឆ្នាំក៏បានក្លាយជាផ្កាដ៏ស្រស់បំព្រងចាប់ពីពេលនោះមក